បាទជម្រាបសួរពុកម៉ែបងប្អូនបាទដល់រដូវខែទឹកឡើងចេះបងប្អូនសបោកូនត្រីណាបងប្អូនបាទទឹកឡើងម្ដងទៀតហើយផ្ទះខ្ញុំមកដល់ផ្ទះហើយបាទមកដល់មុខផ្ទះហើយកូនត្រីនិយាយគេដាក់ទ្រូដាក់ម៉ោងបងប្អូនអើយត្រូវណាស់ហើយខ្ញុំណាអត់មានចេះដាក់គេទេបងប្អូនបាទបានប្អូនគេឲ្យកូនត្រីមកដែរហើយខ្ញុំក្បាលវីដេអូទៅខ្ញុំលាយគ្រឿងលាយក្រៅបងប្អូនទាយមើលថាធ្វើម្ហូបអីបងប្អូនបាទទាយមើលសាកបងប្អូនមកចាំបងទៀតខ្ញុំធ្វើម្ហូបអីបាទចាំជម្រាបជូនបងប្អូនឡើងតំណងបាទមើលពណ៌មានពណ៌លឿងពណ៌ខៀវបងប្អូនម្ហូបនេះបើខ្លែមខ្លោយអីត្រូវបាទម្ហូបនេះគេហៅម្ហូបកប់បងប្អូនបាទកប់ឬក៏ហៅហប់អញ្ចឹងទៅខាងស្រុកតាមស្រុកបងប្អូនមកខាងស្រុកខ្ញុំអ្នកខ្លះហៅកប់អ្នកខ្លះហៅហប់អញ្ចឹងទៅបាទហប់កូនត្រីកពឹសត្រីក្រឹមត្រីសពគ្រប់បាទមានប្រមាណបងត្រីក្នុងនេះបាទតោះបងប្អូននេះមើលកូនត្រីឡើងព្រោះរវើកបាទបងប្អូនឲ្យមកបាទឲ្យមកកញ្ចប់មកបលឹមឡើងគេច្រកស្បោកខ្ញុំឲ្យបើប្រាប់ថាបើបានកូនត្រីយកឲ្យបងធ្វើវើយបងធ្វើកប់ហូបម្ដងព្រោះឃ្លានណាខានហូបយូរហើយមកហូបនេះបាទហើយយកទៅមើលអាណារៀងត្រឹសបងប្អូនយើងឆ្លិចគេហៅឆ្លិចបាទចាស់គេហៅឆ្លិចឬក៏ក្តិចយកអាចនោមវាចេញមកបងប្អូនបាទឲ្យលាងទឹកឲ្យស្អាត 4-5 ទឹកឲ្យសក្បោះមកបាទដូចមានកូនត្រីមានកពឹសទៅរស់រវើកបាទកូនត្រីវាឆាប់ងាប់បាទអង្គុយរើសអាកូនខ្យងឲ្យចេញផងបងប្អូនបាទព្រោះត្រីទ្រូស្បៃសបោកូនខ្យងណាបងប្អូនបាទកូនខ្យងទូទេអញ្ចឹងរើសចេញឲ្យស្អាតមកមកយកទៅលាងទឹកឲ្យស្អាតមកបងប្អូនបាទមានកពឹសមានគ្រឿងក្រៅខ្ញុំរៀបចំឲ្យស្រេចហើយបងប្អូនបាទមានអ្នកត្រីខ្ញុំលាងឡើង 4-5 ទឹកស្អាតហើយបងប្អូនបាទអាហ្នឹងបើយើងលាងអត់ស្អាតវាអាចនឹងល្វីងបងប្អូនវានៅជាតិនោមវាល្វីងបាទសំខាន់កូនខ្យងរើសស្អាតតែខ្លួនស្អាតខំបាទថ្មិញហើយបងប្អូនចំខមកបាទនេះមានស្លឹកក្រូចមានអំពិលបុកមានត្រួយអំពិលបាទមានម្រះព្រៅខ្ញុំរៀបចំស្រេចហើយបាទអានេះស្លឹកល្មៀតណាបងប្អូនបាទស្លឹកល្មៀតខ្ញុំហាន់ដាក់ជាមួយព្រោះស្លឹកខ្ចីអញ្ចឹងបាទមានខ្ទឹមសយើងទៅឲ្យស្លឹកចេកអានេះយើងខ្ចប់ពីក្រៅជាមួយនឹងស្លឹកល្មៀតដាក់ពីក្នុងមកយើងខ្ចប់ជាមួយគ្នាបងប្អូនបាទអានេះអាខ្ចីបងប្អូនស្លឹកល្មៀតនេះយើងហាន់វាមកបាទឲ្យបុកអំពិលឲ្យយើងម៉ត់ទីមកបងប្អូនបាទអំពិលខ្ចីយើងដាក់តែត្រួយអំពិលខ្លាចវាអត់នេះវាអត់ជូរអត់ដិតណាបាទកប់នេះដាក់ក្របអំពិលទៅបានវាជូរយើងដិតបន្តិចបាទលះជាមួយនឹងត្រួយអំពិលបងប្អូនបាទយើងបានកូនចានដែរនឹងគ្រឿងមួយកូនចានបាទមានត្រួយអំពិលម្ទេសបាទខ្ទឹមសអានេះស្លឹកក្រូចយើងហាន់អត់ចុងមកអានេះស្លឹកល្មៀតបងប្អូនបាទហើយស្លឹកល្មៀតអាធំនេះខ្ញុំសម្រាប់ខ្ចប់បងប្អូនបាទសម្រាប់ខ្ចប់អាំងវារួចយកស្លឹកចេកទ័ពពីក្រោមមកបាទមានខ្សែចងអញ្ចឹងទៅបាទនេះស្លឹកម្រះព្រៅនេះកូនត្រីដែលខ្ញុំលាងស្អាតហើយបងប្អូនបាទលេចឲ្យស្អាតហើយនេះស្លឹកក្រូចទេខៀវបាទមកលាយគ្រឿងបងប្អូនវិធីលាយគ្រឿងបងប្អូនខ្លះធ្វើវិធីខុសគ្នាបងប្អូនកែប្រការនេះជាស្រ័យបាទធ្វើតាមវិធីខ្លួនខ្ញុំធ្វើហូប 4-5 ដងហើយបងប្អូនបាទនេះគ្រឿងក្រៅយើងលាយអញ្ចឹងមកបងប្អូនខ្ទឹមសគ្រឿងក្រៅដែលយើងមិនហ្នឹងចាក់ច្រឡោកច្បល់ជាមួយគ្នាមកបាទនេះអំពិលបាទមួយរ៉ូឌីមកស្លាបព្រាមកបាទស្ករសខ្ញុំប្រើមួយស្លាបព្រាដែរបងប្អូនហើយមានអំបិលមួយចិបបាទប៊ីចេងស្លាបព្រាមកបាទទឹកគ្រៃតិចមកបាទលាយច្បល់គ្នាស្ងៀសង់ចឹងមកបងប្អូនកូរវាចូលគ្រឿងសិនបងប្អូនបាទចូលគ្រឿងហើយចាំយើងដាក់ត្រួយអំពិលតាមក្រោយបាទសពចឹងមកកូរច្បល់ចម្ឡើងច្បល់ចុះហើយទៅចូលជាតិជាមួយគ្នាមើលកូរទៅឡើងតំណងបាទបងប្អូនអើយកូរមកឈ្ងុយបងមកហូបនេះអ្នកមិនដើរហូបខ្លាចខ្លួនរៀងឲ្យញើតទេប៉ុន្តែអ្នកធ្លាប់ហូបគឺជាប់ចិត្តណាស់បងប្អូនមកហូបនេះខ្ញុំធ្វើហូបដូចជាច្រើនលើកច្រើនសារដែរហើយបងឲ្យតែខែរដូវហ្នឹងខ្ញុំមកសារធ្វើបាទបើមិនបពងម្សៅក៏ធ្វើកប់ដែរបាទនេះម្រះព្រៅបាទម្រះព្រៅដាក់ចុងក្រោយជាមួយនឹងនេះមិញបងប្អូនបាទជាមួយនឹងស្លឹកអំពិលយើងច្បល់វាសពចុងសិនមកបងប្អូនបាទវីដេអូនេះរឿងវែងតិចបងប្អូនខ្ញុំធ្វើពាក្យកណ្ដាលសិនទេខ្ញុំចាំវីដេអូក្រោយខ្ញុំយកទៅអាំងបាទ
នេះច្បល់វាសពចឹងមកបងប្អូនបាទអុយដាក់ផ្អាប់វាចោលបងប្អូនផ្អាប់វាចោលសិនយើងទៅមើលស្លឹកចេកស្លឹកល្មៀតរបស់យើងបងប្អូនបាទអរគុណច្រើនបងប្អូននេះប៉ុណ្ណេះចាំមើលវីដេអូក្រោយបើយកទៅអាំង